នៅក្នុងពេលថ្មីៗនេះមានការលើកឡើងអំពីនាយករដ្ឋមន្ត្រីរបស់ប្រទេសថៃបានទទួលសារភាពថាអាជីវកម្មរបស់ថៃមានការខាតបង់រហូតដល់$450 លានសហរដ្ឋអាមេរិកក្នុងមួយឆ្នាំចាប់តាំងពីព្រំដែនរបស់ថៃបានបិទជាមួយនឹងប្រទេសកម្ពុជាហើយបើនិយាយអំពីរឿងរ៉ាវនេះនិយាយសរុបទៅគឺថាចាប់តាំងពីមានការបិទព្រំដែនរបស់ថៃជាមួយនឹងកម្ពុជាគឺប្រទេសថៃនេះគឺមានការខាតបង់ធ្ងន់ធ្ងរមែនទែនដែលមានរហូតទៅដល់ប្រមាណជាង$3,000 លានសហរដ្ឋអាមេរិកដែលប្រសិនបើមានការកកស្ទះពីព្រំដែនមានការអូសបន្លាយរហូតទៅដល់ចុងឆ្នាំ2025ឬក៏ដំណាច់ឆ្នាំ2025នេះឥឡូវនេះយើងមកតាមដានអំពីព័ត៌មាននេះសំណួរចោទសួរថាតើព័ត៌មាននេះគឺលទ្ធផលវាផ្ទុយគ្នាជាមួយនឹងការលើកឡើងរបស់លោកប៊ុនស៊ីនផាតខ្លាងដែលជាទីប្រឹក្សារបស់អគ្គមេបញ្ជាការកងទ័ពរបស់ប្រទេសថៃដែលច្រើនតែចេញនៅក្នុងការបង្ហាញមុខនៅក្នុងសិក្ខាសាលាឬក៏នៅក្នុងបទបង្ហាញផ្សេងៗរបស់ខ្លួននៅក្នុងសាលាឬក៏សាកលវិទ្យាល័យដែលបង្ហាញបោកបញ្ឆោតចំពោះនិស្សិតរបស់ខ្លួនថានៅក្នុងគណៈពេលដែលថៃបិទព្រំដែនគឺធ្វើឲ្យប្រទេសកម្ពុជានេះគឺមានការរងគ្រោះធ្ងន់ធ្ងរមែនទែនដោយសារតែកម្ពុជានេះគឺมันមានទំនិញថៃដើម្បីប្រើប្រាស់ហើយគេបានលើកឡើងថានេះគឺជាជោគជ័យរបស់ប្រទេសថៃក៏ប៉ុន្តែទោះបីជាលទ្ធផលនេះមានការលើកឡើងរបស់ប៊ុនស៊ីនផាតខ្លាងដែលទៅកុហកទៅដល់និស្សិតយ៉ាងណាក៏ដោយក៏មិនអាចទ្រាំទ្របានជាមួយនឹងការពិតដែលរបាយការណ៍ពីនាយករដ្ឋមន្ត្រីនៃប្រទេសថៃបានចេញមុខសារភាពដោយត្រង់ហើយចាប់តាំងអំពីបិទព្រំដែនគោកជាមួយនឹងកម្ពុជាកាលពីខែមិថុនារហូតមកដល់ពេលបច្ចុប្បន្ននេះមកអាជីវកម្មរបស់ថៃគឺមានការខាតបង់គិតជាទឹកប្រាក់សរុបប្រមាណជា$15,000 លានបាតឬក៏ស្មើនឹង$458 លានសហរដ្ឋអាមេរិកក្នុងមួយខែទោះបីជាមានការចុះផ្សាយផ្ដាច់មុខរបស់សារព័ត៌មាន Bloomberg ដែលមានការស្រង់នៅទិន្នន័យនៅក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការសេដ្ឋកិច្ចថៃកាលពីសប្តាហ៍មុននេះសារព័ត៌មាន Bloomberg នេះក៏បានសរសេរនៅក្នុងអត្ថបទដែលមានការចេញផ្សាយកាលពីថ្ងៃច័ន្ទសប្តាហ៍នេះថាការខាតបង់ដែលអាចនឹងកើនឡើងរហូតដល់$100,000 លានបាតឬក៏ស្មើនឹង$1,000 លានសហរដ្ឋអាមេរិកប្រសិនបើស្ថានភាពរាំងស្ទះព្រំដែនបានបន្តអូសបន្លាយរហូតទៅដល់ដំណាច់ឆ្នាំ2025នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលថៃរបស់លោកនាយករដ្ឋមន្ត្រីអនុទិនឆានវីរៈគុលគេគួរបញ្ជាក់ផងដែរថាពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងថៃនេះគឺបានធ្លាក់ចុះជាគំហុកក្រោយពីដែលយោធាថៃបានសម្រេចចិត្តជាឯកតោភាគីនៅលើការកំណត់ម៉ោងចេញចូលព្រំដែនគោកជាមួយនឹងកម្ពុជានៅដើមខែមិថុនាហើយឈានទៅដល់ការបិទទាំងស្រុងនៅចុងខែដដែលនោះការងារនេះគឺបានបង្អាក់នៅដំណើរការចេញចូលរួមទាំងការដឹកជញ្ជូនទំនិញពីភាគីទាំងសងខាងគណៈដែលអាជីវកម្មថៃបានត្អូញត្អែអំពីផលប៉ះពាល់នៃការបិទជាហូរហែរហូតមកនេះការបិទព្រំដែនជាបន្តបន្ទាប់ចំពេលដែលភាពតានតឹងបានកើនឡើងរហូតឈានទៅដល់ការផ្ទុះជម្លោះប្រដាប់អាវុធកាលពីថ្ងៃទី24ខែកក្កដាមុនពីដែលបទឈប់បាញ់បានសម្រេចឡើង5ថ្ងៃក្រោយមកគណៈដែលបច្ចុប្បន្ននេះរដ្ឋាភិបាលកម្ពុជាបានប្រកាន់ជំហរបើកព្រំដែនឡើងវិញលុះត្រាតែថៃបើកជាមុនជាឯកតោភាគីដោយដែលខ្លួនបានបិទពីមុនមកនោះយោងទៅតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋកោកម្ពុជាបានលើកឡើងថាពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងថៃបានសម្រេចបានជាង4កណ្ដកសញ្ញា$28,000 លាននៅឆ្នាំមុនហើយមានការកើនឡើង15កណ្ដកសញ្ញា 5% ដោយថៃនាំចូលកម្ពុជាមានប្រមាណ3កណ្ដកសញ្ញា$44,000 លានសហរដ្ឋអាមេរិកដោយឡែករយៈពេល9ខែដើមឆ្នាំនេះពាណិជ្ជកម្មទ្វេភាគីដដែលនេះក៏បានធ្លាក់ចុះប្រមាណជា8កណ្ដកសញ្ញា 2% ហើយមកត្រឹម2កណ្ដកសញ្ញា$9,000 លានសហរដ្ឋអាមេរិកការនាំចូលពីថៃមានការធ្លាក់ចុះរហូតដល់7កណ្ដកសញ្ញា 6%
មកនៅត្រឹមពីកណ្ដោសញ្ញា33,000 លានដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះក៏ប៉ុន្តែការកត់សម្គាល់ថាពាណិជ្ជកម្មតាមច្រកព្រំដែនគូកម្ពុជានិងថៃបានធ្លាក់ចុះទើតែទាំងស្រុងនៅក្រោយពេលដែលព្រំដែនត្រូវបានបិទទ្វារជាក់ស្ដែងនាយកដ្ឋានពាណិជ្ជកម្មបរទេសថៃបានឲ្យដឹងកាលពីចុងខែកញ្ញានេះថាពាណិជ្ជកម្មថៃជាមួយនឹងកម្ពុជាបានធ្លាក់ចុះរហូតទៅដល់99កដកសញ្ញា 9% មកនៅត្រឹម10 លានបាតឬក៏ប្រហាក់ប្រហែលជា$30,000សហរដ្ឋអាមេរិកនៅក្នុងខែសីហាឆ្នាំ2025នោះតែប៉ុណ្ណោះយោងទៅតាមមន្ត្រីគយនេះសម្ដែងនៅការព្រួយបារម្ភថាការបិទព្រំដែនជាមួយនឹងកម្ពុជានឹងធ្វើឲ្យប៉ះពាល់ទៅដល់គោលដៅនាំចេញរបស់ថៃនៅក្នុងឆ្នាំនេះចំពីដែលសេដ្ឋកិច្ចនិងពាណិជ្ជកម្មកលបានធ្លាក់ចូលទៅក្នុងភាពស្រពេចស្រពិលដោយសារតែគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិកបាទប្រិមិត្តនេះគឺជាព័ត៌មានដែលធ្លាយចេញពីសារព័ត៌មាន Bloomberg ដែលបានដកស្រង់នៅក្នុងពេលដែលខាងគណៈកម្មការសេដ្ឋកិច្ចរបស់ប្រទេសថៃបានជជែកគ្នាហើយនិយាយទម្លាយការពិតមានន័យថាក្នុងមួយដំណាច់ឆ្នាំ2025នេះគឺមានន័យថាប្រទេសថៃនេះគឺមានការខាតបង់នៅទឹកប្រាក់រហូតដល់ជាង$3,000 លានសហរដ្ឋអាមេរិកមានន័យថាខាតធ្ងន់ធ្ងរមែនទែនហើយពួកគេក៏ទទួលស្គាល់ថារឿងបិទព្រំដែននេះគឺថៃខាតខ្លាំងហើយខាងកម្ពុជាការពិតទៅគឺតំណែងនាំចេញនាំចូលទៅកាន់ប្រទេសថៃគឺមានចំនួនតិចខ្លាំងមែនទែនហើយតំណែងដែលនាំចូលពីថៃគឺមានចំនួនច្រើនរហូតទៅដល់ក្នុងមួយឆ្នាំជាង$5,000 លានសហរដ្ឋអាមេរិកនៃទំហំពាណិជ្ជកម្មសរុបរបស់ប្រទេសថៃនេះឯងហើយពាក់ព័ន្ធជាមួយនឹងពេលដែលមានការបិទទ្វារនេះគឺមានន័យថាខាងភាគីកម្ពុជានេះគឺមិនមានតំណែងនាំចូលទៅថៃទេមានដល់ទៅ99.9% ទៅហើយគឺមានន័យថាតំណែងដែលនាំចូលទៅថៃពីមុនមកគឺធ្លាក់ចុះទៅក្នុងត្រឹមតែ$30,000សហរដ្ឋអាមេរិកតែប៉ុណ្ណោះកាលពីខែសីហាហើយខែសីហានេះគឺជាខែដែលក្តៅហើយពាក់ព័ន្ធជាមួយនឹងរឿងនេះបើសិនជានៅតែបន្តកើតឡើងតទៅទៀតពិតណាស់ថាប្រទេសថៃទោះបីជាខំបិទបាំងព័ត៌មានយ៉ាងណាក៏ដោយក៏ការពិតវានៅតែជាការពិតពីព្រោះថានយោបាយជាមួយទឹកដើម្បីថាតើអ្នកណាអាចអត់ដង្ហើមបានយូរជាងគឺពិតជាប្រទេសថៃពិតជារងនៅសម្ពាធធ្ងន់ជាងខាងកម្ពុជាពីព្រោះខាងភាគីកម្ពុជានេះគឺជាប្រទេសដែលជាអ្នកទិញចង់និយាយថាជាអ្នកទិញគឺมันមានការប៉ះពាល់ទេពីព្រោះថាបើអត់តំណែងពីប្រទេសថៃក៏កម្ពុជាបង្វែរតំណែងដែលប្រើប្រាស់នាំចូលពីប្រទេសដទៃទៀតច្រើនចឹងជំរឿសរបស់កម្ពុជាមិនប៉ះពាល់ទេអ្វីដែលប៉ះពាល់គឺខាងភាគីថៃដែលធ្លាប់តែចាត់ទុកកម្ពុជាជាកន្លែងទីផ្សារលក់ទំនិញរបស់ខ្លួនបែរជាខ្លួនវាយឆ្នាំងបាយខ្លួនឯងកំតិចឆ្នាំងបាយខ្លួនឯងហើយស្រែកថាជោគជ័យវាជារឿងមួយដែលគួរឲ្យអស់សំណើចសូម្បីតែក្រុមអ្នកសេដ្ឋកិច្ចទូទៅគេនាំគ្នាមើលថាប្រទេសថៃហាក់ដូចជាមិនដឹងជាធ្វើសេដ្ឋកិច្ចបែបណាពីព្រោះថារឿងដែលធ្វើសេដ្ឋកិច្ចគឺសំខាន់ផ្ដោតទៅលើទីផ្សារគឺចង់និយាយថាទីផ្សារដែលនាំអីវ៉ាន់ចេញទៅគឺពិបាកនៅក្នុងការរកម៉ួយណាគឺថាតម្រាំនឹងបាន100 លាន1លានហើយទីផ្សារនៅស្រុកខ្មែរគឺមានដល់ទៅរាប់ពាន់លានទៅហើយបែរជាប្រទេសថៃកំតិចទីផ្សាររបស់ខ្លួនឯងចោលហើយស្រែកថាជោគជ័យហើយកម្ពុជាដែលមានលុយសម្រាប់ទិញបែរជាគិតថាកម្ពុជានឹងអាចស្លាប់ដោយសារតែអត់តំណែងប្រទេសថៃទៅវិញនេះគឺជារឿងមួយដែលធ្វើឲ្យគេមានការអស់សំណើចច្រើនសម្រាប់អ្នកធ្វើសេដ្ឋកិច្ចហើយចុងក្រោយបែរជាធ្ងោស្រែកថាខាតសម្បើមណាស់ដល់ទៅជាង$3,000 លាននេះគឺគិតត្រឹមតែរយៈពេល8-9 ខែប៉ុណ្ណោះហើយសម្រាប់នឹងឆ្នាំតទៅមុខទៀតមិនដឹងថាតើប្រទេសថៃទ្រាំជាមួយទឹកដើម្បីអត់ដង្ហើមបានប៉ុណ្ណាទៀតជាមួយនឹងភាគីកម្ពុជានោះទេ